ខ្ញុំឈ្មោះ Gate ហើយលោកអ៊ំ Marianne សគាត់បានសូមឲ្យខ្ញុំចែកចាយព្រះបន្ទូលព្រះអង្គជាមួយនឹងបងប្អូនទាំងអស់គ្នាហើយគាត់ចង់ឲ្យខ្ញុំចែកចាយតាម video online ណាដើម្បីឲ្យយើងមានការជិតស្និទ្ធជាងមានការប្រកបជាមួយគ្នាអាចតាក់ទងបានស្រួលប៉ុន្តែបញ្ហាគឺថាខ្ញុំពិបាកលេីឡកពេលវេលាខ្ញុំដូច្នេះសូមអត់ទោសឲ្យខ្ញុំហើយយើងចាប់ផ្ដើមតាមវីដេអូខ្ញុំថតសិនហើយបើសិនជាព្រះទ្រង់សប្បុរសទេថ្ងៃណាមួយយើងនឹងអាចជួបគ្នាទល់មុខនឹងមុខការដែលខ្ញុំចង់ចែកចាយបងប្អូនថ្ងៃនេះគឺតាក់ទងនឹងការចាំបាច់ឲ្យម្នាក់យើងជួបផ្ទាល់និងជួបជាការពិតប្រាកដជាមួយនឹងព្រះយេស៊ូវគ្រីស្ទគឺខ្ញុំនិយាយសារដើមគឺចាំបាច់ឲ្យម្នាក់យើងជួបព្រះអង្គផ្ទាល់យើងជួបព្រះអង្គដ៏ប្រកបជួបព្រះយេស៊ូវគ្រីស្ទដ៏ប្រកបចាំបាច់គឺមិនមែនថាអូយើងឮគេផ្សាយដំណឹងពីព្រះយេស៊ូវយើងឃើញមនុស្សទាំងវងគេទៅព្រះវិហារយើងឮទីបន្ទាល់របស់គេហើយយើងទៅតាមគេដូចជាខ្មែរគេថាចូលស្ទឹងតាមបត់គេទៅវិហារយើងទៅជាមួយគេធ្វើអីគេជាមួយទឹកយើងធ្វើដូចគេមិនគ្រប់គ្រាន់ទេដើម្បីបានសង្គ្រោះបងប្អូនជាការចាំបាច់យើងត្រូវតែជួបព្រះអង្គផ្ទាល់ខ្លួនយើងត្រូវតែជួបព្រះអង្គដោយពិតប្រាកដស្គាល់ព្រះអង្គជាពិតប្រាកដថាជាព្រះមែនយើងត្រូវតែក្នុងជីវិតយើងពេលណាមួយយើងត្រូវតែទៅជួបព្រះអង្គយើងត្រូវតែប៉ះព្រះអង្គស្ទាបព្រះអង្គហើយភ្លក់ព្រះអង្គថាជាព្រះពិតពីព្រោះយើងបានសាកល្បងព្រះអង្គគ្រាន់តែយើងឮគេនិយាយពីព្រះអង្គល្អហើយប៉ុន្តែមិនមែនគ្រប់គ្រាន់ទេយើងត្រូវតែចាប់ព្រះអង្គដោយផ្ទាល់ភ្លក់ព្រះអង្គផ្ទាល់នេះហើយជាសារដែលខ្ញុំចង់ចែកចាយជាមួយខ្ញុំចាប់ផ្ដើមពីរឿងមួយពីទំនាក់ទំនងដែលខ្ញុំធ្លាប់មានជាមួយឪពុកក្មេករបស់ខ្ញុំពី3ឆ្នាំមុនគាត់មកលេងផ្ទះខ្ញុំគាត់បានបរឡាន800គីឡូម៉ែត្រមកលេងពួកខ្ញុំហើយថ្ងៃក្រោយបំផុតនោះខ្ញុំក៏ហ៊ានសួរគាត់អ្វីមួយដែលតាមត្រូវកូនប្រសាមិនដែលហ៊ានសួរដល់ឪពុកម្ដាយក្មេកទេគឺសួរតាក់ទងនឹងការស្លាប់ខ្មែរយើងគេគិតថាពេលយើងនិយាយឲ្យមនុស្សចាស់ពីការស្លាប់នឹងយើងដូចជាប្រមាថគាត់ជាពិសេសខ្ញុំជាកូនប្រសាខ្ញុំតាមត្រូវខ្ញុំមិនអាចនិយាយពីរឿងនេះដល់គាត់ទេប៉ុន្តែដោយសារខ្ញុំស្រឡាញ់ព្រលឹងវិញ្ញាណរបស់គាត់នោះខ្ញុំហ៊ានពីព្រោះអ្វីសំខាន់របស់ខ្ញុំសម្រាប់ខ្ញុំគឺថាចង់ឲ្យគាត់បានសង្គ្រោះពិតព្រលឹងវិញ្ញាណរបស់គាត់មានតម្លៃណាស់សម្រាប់ខ្ញុំដូច្នេះថ្ងៃក្រោយបំផុតនោះខ្ញុំសួរគាត់ថាឥឡូវប៉ាប៉ាបើសិនជាប៉ាប៉ាដឹងយ៉ាងពិតប្រាកដថាយប់នេះប៉ាប៉ាត្រូវស្លាប់តើបំណងក្រោយបំផុតរបស់ប៉ាប៉ាតើជាស្អីបំណងអ្វីដែលប៉ាប៉ាចង់បានជាងគេបំផុតតើជាស្អីហើយគាត់ប្រាប់គាត់ពិចារណាមកសន្ទុះហើយគាត់ថាអ្វីដែលគាត់ចង់បានគឺថាឲ្យដឹងថាគាត់មានជីវិតអស់កលជានិច្ចហើយខ្ញុំប្រាប់គាត់ថានឹងឲ្យប៉ាប៉ាជាការពិតទោះបីយើងចង់បានមាសពេជ្រកិត្តិយសឬស្អីក៏ដោយទាំងអស់នោះយើងនឹងត្រូវបោះបង់ចោលទុកចោលនៅផែនដីនេះពេលយើងស្លាប់ឥតបានការទេអ្វីដែលសំខាន់គឺថាយើងដឹងថាយើងស្លាប់បើយើងស្លាប់យប់នេះគឺយើងមានជីវិតអស់កលជានិច្ចនៅជាមួយព្រះហ
ហើយសម្រាប់ឲ្យយើងមានជីវិតអស់កលជានិច្ចជាមួយនឹងព្រះគឺយើងត្រូវតែទទួលការអត់ទោសបាបយើងតែប៉ុន្មានដូច្នេះអ្វីដែលខ្ញុំចែកចាយជាមួយបងប្អូននោះតាក់ទងនឹងការដែលថាយើងត្រូវតែស្គាល់ព្រះយេស៊ូវគ្រីស្ទព្រះដែលបានបង្កើតយើងដោយស្គាល់ព្រះអង្គដ៏ពិតផ្ទាល់ខ្លួនមិនមែនដោយសារយើងឮគេនិយាយពីព្រះអង្គយើងទៅតាមស្ទឹងតាមបទតាមគេមិនមែនទេគឺយើងត្រូវតែស្គាល់ព្រះអង្គពេលណាមួយនៅក្នុងជីវិតយើងត្រូវតែជួបព្រះអង្គដើម្បីដល់ពេលយើងស្លាប់នោះយើងដឹងថាយើងមានជីវិតអស់កលជានិច្ចយើងមានសុខសាន្តហេតុអ្វីបានជាយើងត្រូវការតែហេតុអ្វីបានជាយើងត្រូវការស្គាល់ព្រះអង្គដោយផ្ទាល់ហើយស្គាល់ព្រះអង្គយ៉ាងពិតពីព្រោះព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះបន្ទូលចំពុក17ខ3នេះជាជីវិតដ៏នៅអស់កលជានិច្ចគឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះតែមួយនិងព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានចាត់ឲ្យមកផងបន្ទោសណាខ្ញុំអានម្ដងទៀតពីព្រោះខ្ញុំភ្លេចពាក្យមួយដ៏សំខាន់មែនទែនតែមួយពិតនេះជាជីវិតដ៏នៅអស់កលជានិច្ចគឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែមួយទ្រង់ជាព្រះពិតតែមួយនិងព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានចាត់ឲ្យទ្រង់មកផងមានន័យថាម៉េចព្រះយេស៊ូវចង់បង្ហាញថាជីវិតអស់កលជានិច្ចធ្វើមិនដេចឲ្យយើងមានជីវិតអស់កលជានិច្ចទី1គឺថាឲ្យយើងបានស្គាល់ព្រះដ៏ជាព្រះពិតតែមួយគឺព្រះវរបិតានិងព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រាដែលព្រះបិតាទ្រង់បានចាត់មកសំខាន់ណាស់ខ្ញុំនិយាយសាដើមជីវិតអស់កលជានិច្ចធ្វើមិនដេចឲ្យយើងមានជីវិតអស់កលជានិច្ចគឺពេលដែលយើងស្គាល់យ៉ាងពិតហើយយ៉ាងស្និទ្ធព្រះដែលជាព្រះវរបិតាដែលជាព្រះដ៏ពិតតែមួយហើយនឹងព្រះរាជបុត្រាគឺព្រះយេស៊ូវគ្រីស្ទដែលព្រះបិតាបានចាត់មកដើម្បីជួយសង្គ្រោះយើងនិងឲ្យជីវិតអស់កលជានិច្ចហើយមេរៀនដែលយើងចែកចាយជាមួយគ្នាថ្ងៃនេះគឺថាតកតងនឹងការជួបព្រះអង្គហើយយើងនឹងមើលតើមនុស្សក្នុងព្រះគម្ពីរគេជួបព្រះអង្គយ៉ាងណាហើយការដែលគេជួបព្រះអង្គដ៏ពិតនោះតើធ្វើឲ្យជីវិតគេប្រែប្រួលយ៉ាងណាយើងនឹងរៀនជាមួយគ្នាថ្ងៃនេះយើងរៀនជាមួយគ្នានៅយូហានចំពុក1ចាប់ពីខ35ទៅដោយសារវែងបន្តិចខ្ញុំនឹងមិនអានទាំងអស់ទេគឺខ្ញុំអានបន្តិចម្ដងហើយយើងនឹងពន្យល់ខគម្ពីរនេះជាមួយគ្នាខ្ញុំចាប់ផ្ដើមអានណាលុះស្អែកឡើងទៀតយូហានឈរនៅជាមួយនឹងសិស្សគាត់2នាក់គាត់មើលទៅព្រះយេស៊ូវដែលទ្រង់កំពុងតែយាងទៅក៏ពោលថានោះណកូនជាមនៃព្រះសិស្សគាត់ទាំង2នាក់នោះក៏លឺដែររួចគេដើរតាមព្រះយេស៊ូវទៅឯព្រះយេស៊ូវទ្រង់ងាកបែរមកឃើញអ្នកទាំងពីរកំពុងតែដើរតាមក៏មានបន្ទូលទៅគេថាអ្នកមករកអីគេទូលឆ្លើយថារ៉ាប៊ីគឺប្រែថាលោកគ្រូតើទ្រង់នៅឯណាទ្រង់មានបន្ទូលថាចូលមកទៅមើលចូលតាមខ្ញុំទៅមើលគេក៏ទៅឃើញកន្លែងដែលទ្រង់គង់នៅរួចនៅជាមួយនឹងទ្រង់ក្នុងថ្ងៃនេះថ្ងៃនោះពេលនោះប្រហែលជាម៉ោង4ល្ងាចហើយខគម្ពីរនេះធ្វើឲ្យខ្ញុំសប្បាយចិត្តមែនទែន
យើងរៀនសដើមយើងឃើញថាយូហានបាទីសជាអ្នកបម្រើព្រះអង្គមួយដែលព្រះបិតាបានចាត់មកដើម្បីឲ្យគាត់រៀបចំផ្លូវដើម្បីឲ្យមនុស្សទទួលព្រះយេស៊ូវគ្រីស្ទហើយឥឡូវនេះគាត់កំពុងតែជាមួយទឹកហើយមានសិស្សគាត់2នាក់នៅចិត្តគាត់កំពុងតែជាមួយទឹកនោះគាត់ឃើញព្រះយេស៊ូវមកឯគាត់ពេលគាត់ឃើញព្រះយេស៊ូវនោះតើគាត់ធ្វើអីគាត់ចង់អុលទៅព្រះយេស៊ូវគាត់ថានេះហើយជាកូនព្រះជាកូនជាមព្រះគឺថានេះហើយជាកូនជាមព្រះដែលនឹងត្រូវគេស្លាប់ឲ្យទ្រង់សុគតដើម្បីជួយសង្គ្រោះយើងបង្ហូរឈាមដើម្បីជួយសង្គ្រោះយើងគឺថាគាត់ឃើញព្រះយេស៊ូវមកគាត់ចង្អុលទៅព្រះយេស៊ូវហើយសិស្សគាត់ទាំង2នាក់តើគេធ្វើអ្វីគេឮយូហានបាទីសឲ្យទីបន្ទាល់ថានេះហើយជាព្រះសង្គ្រោះដែលជាងមកដើម្បីសុគតដើម្បីជួយសង្គ្រោះបង្ហូរឈាមសម្រាប់លួសបាបយើងពេលគាត់ឮពាក្យហ្នឹងតើគាត់ធ្វើអីតើសិស្សធ្វើអ្វីគឺគាត់សិស្សទាំង2នាក់គេបោះបង់ចោលគ្រូបង្រៀនរបស់គេឈ្មោះយូហានបាទីសគេដើរតាមព្រះយេស៊ូវហើយយើងថាម៉េចធ្វើចឹងគេធ្វើនឹងល្អហើយពីព្រោះនៅជីវិតរបស់យើងទោះបីយើងមានគ្រូបង្រៀនយើងស្រឡាញ់យ៉ាងណាក៏ដោយគឺយើងត្រូវទៅតាមព្រះយេស៊ូវពីព្រោះគឺជាព្រះយេស៊ូវដែលជាព្រះគ្រូបង្រៀនគាត់គ្រាន់តែចង្អុលប្រាប់ចង្អុលយើងចង្អុលទៅដល់ព្រះយេស៊ូវដើម្បីឲ្យយើងដើរតាមព្រះយេស៊ូវណាគឺជាព្រះយេស៊ូវដែលជាជីវិតដែលជាផ្លូវដែលជាសេចក្តីពិតហើយដែលជាជីវិតសម្រាប់យើងតាមព្រះយេស៊ូវទៅដើម្បីឲ្យយើងបានសង្គ្រោះបើសិនជាយើងដើរតាមគ្រូបង្រៀនសាសនាណាក៏ដោយប៉ាស្ទ័រក៏ដោយយើងសង្គ្រោះអត់បានទេយើងត្រូវតែដើរទៅព្រះយេស៊ូវបានជីវិតឱកាសជានិច្ចទ្រង់ជាផ្លូវទ្រង់ជាសេចក្តីពិតហើយទ្រង់ជាជីវិតទៅតាមទ្រង់ទៅអត់ខុសទេយើងនឹងបានទទួលជីវិតហើយកូនសិស្ស2នាក់នោះក៏ទៅពេលឮទីបន្ទាល់របស់យូហានបាទីសថានឹងហើយព្រះសង្គ្រោះគាត់មានការស្រែកឃ្លានមែនតែនឆេះឆួលក្នុងចិត្តគាត់មិនចង់ឲ្យព្រះយេស៊ូវទៅបាត់ទេគាត់ដើរប្រកិតក្រោយព្រះយេស៊ូវចង់ដឹងថាព្រះអង្គទ្រង់ស្នាក់នៅទីណាហើយព្រះយេស៊ូវក៏ងាកមើលសួរគាត់ថាតើអ្នកឯងមករកអីតើព្រះយេស៊ូវទ្រង់អត់ជ្រាបដឹងទេឬអីទ្រង់ជ្រាបទាំងអស់ប៉ុន្តែទ្រង់សួរទ្រង់ចង់ដឹងថាមានអ្វីនៅក្នុងចិត្តគេតាមពិតទ្រង់ដឹងហើយប៉ុន្តែទ្រង់ចង់ឲ្យគេបញ្ចេញបំណងចិត្តរបស់គេហើយទ្រង់ក៏សួរឲ្យយើងម្នាក់ដូចនេះដែរថាតើអ្នកចង់បានអីតើអ្នកមកធ្វើអីទ្រង់ចង់ដឹងថាតើយើងស្រែកឃ្លានព្រះអង្គពិតមែនទេឬគ្រាន់តែយើងជាសិស្សដែលដើរពីឆ្ងាយដែលចូលក្នុងវងមនុស្សប៉ុន្តែអត់ចង់ទៅជិតដិតជាមួយព្រះអង្គចង់សួរយើងថាយើងជាគ្រីស្ទានបែបយ៉ាងណាជាគ្រីស្ទានគ្រាន់តែជឿពីចម្ងាយគ្រាន់តែជឿលេងអត់មែនតែនឬយើងចង់មែនតែនដើរចិត្តព្រះអង្គចិត្តក្រោយព្រះអង្គមែនតែនយើងចង់ចាប់ព្រះអង្គយើងដឹងថាទ្រង់ជាព្រះពិតហើយយើងមិនចង់ឲ្យទ្រង់ទៅឆ្ងាយពីយើងហើយសិស្សនោះក៏ឆ្លើយប្រាប់ព្រះអង្គថាព្រះអង្គអើយទ្រង់ប្រាប់យើងមកយើងចង់ដឹងព្រះអង្គនៅឯណាព្រះអង្គនៅណាប្រាប់យើងចង់ដឹងហើយព្រះអង្គថាចូលមកជាមួយខ្ញុំនឹងឃើញហើយដល់ឃើញកន្លែងដែលព្រះអង្គទ្រង់គង់នៅណាតើគេធ្វើមិនដេចតើគេត្រឡប់ទៅផ្ទះគេវិញទេអត់ទេគេសុំស្នាក់នៅជាមួយព្រះអង្គយប់នោះហើយមិនមែនតែគេស្នាក់នៅជាមួយព្រះអង្គតែមួយយប់នឹងទេគឺមួយជីវិតគេរហូតទៅគេលែងទៅណាឆ្ងាយពីព្រះអង្គហើយពី
ពីព្រោះគេបានរកឃើញមាសពេជ្រគេបានរកព្រះសង្គ្រោះរបស់គេលែងចង់ទៅឆ្ងាយពីទ្រង់ហើយបងប្អូនសេចក្តីអធិដ្ឋានរបស់ខ្ញុំគឺថាឲ្យបងប្អូនចាប់យកព្រះយេស៊ូវឃើញព្រះយេស៊ូវដូចជាសិស្សនោះហើយលែងចង់ទៅឆ្ងាយពីព្រះអង្គពីព្រោះទ្រង់ជាសេចក្តីពិតទ្រង់ជាជីវិតទ្រង់ជាព្រះដ៏ពិតបងប្អូនខ្ញុំសូមវល់បងប្អូនឲ្យបងប្អូនដូចជាសិស្សពីរនាក់នោះចង់ទៅមើលគ្រាន់តែឮព្រះយេស៊ូវមិនគ្រប់គ្រាន់ទេយើងត្រូវតែទៅយើងត្រូវតែចាប់ព្រះអង្គចង់ដឹងថាព្រះអង្គគង់ណាគង់នៅទីណាព្រះអង្គអើយព្រះអង្គគង់នៅទីណាខ្ញុំចង់ទៅស្នាក់ជាមួយព្រះអង្គខ្ញុំចង់ចែកចាយជីវិតរបស់ទ្រង់ខ្ញុំចង់រស់ជីវិតរបស់ទ្រង់សូមឲ្យជីវិតរបស់ទ្រង់คล้ายទៅជាជីវិតរបស់ខ្ញុំដូច្នេះហើយនឹងឲ្យបានស្គាល់ព្រះអង្គគឺប្រកបជាមួយព្រះអង្គចែកចាយជីវិតយើងជាមួយនឹងព្រះអង្គហើយចែកចាយជីវិតព្រះអង្គនឹងហើយមានន័យថាស្គាល់ព្រះអង្គគ្រាន់តែយើងដើរព្រាវជាមួយគេជាមួយទឹកយើងជាមួយទឹកដែរមិនមែនគ្រប់គ្រាន់ទេបងប្អូនយើងត្រូវតែមានការស្និទ្ធស្នាលជាមួយនឹងទ្រង់នឹងហើយគឺថាសិស្សពីរនាក់នោះពេលគាត់ឃើញព្រះយេស៊ូវហើយគាត់ចង់ស្នាក់នៅជាមួយនឹងព្រះអង្គមិនចង់ឃើញព្រះយេស៊ូវហើយទុកឲ្យទ្រង់ទៅឆ្ងាយទៀតទេគឺឃើញព្រះយេស៊ូវហើយគេចង់ចាប់ព្រះអង្គចង់ស្នាក់នៅជាមួយព្រះអង្គអូបងប្អូនអើយយើងដែលបានឮពីព្រះយេស៊ូវតើយើងមានការស្រែកឃ្លានព្រះអង្គដូច្នេះទេតើយើងចង់ស្នាក់នៅជាមួយព្រះអង្គយើងចង់ឲ្យព្រះអង្គគង់ជាមួយយើងចង់ចាប់ព្រះអង្គកុំឲ្យព្រះអង្គទៅឆ្ងាយពីយើងទេឬយើងគ្រាន់តែស្គាល់ព្រះអង្គពីឆ្ងាយបងប្អូនហើយសេចក្តីជំនឿរបស់យើងនឹងព្រះយេស៊ូវគ្រីស្ទត្រូវតែជាជំនឿដ៏ពិតត្រូវតែជំនឿដែលមានចាក់ឫសដ៏ជ្រៅបើមិនដូច្នេះទេយើងនឹងអត់បានមានជីវិតអស់កលជានិច្ចជឿអត់បានការទេហើយក្នុងចំណោមគុណសិស្សពីរហ្នឹងយើងអានតទៀតណាខ40ក្នុងអ្នកពីរនាក់ដែលឮយូហានពោលនោះហើយក៏តាមទ្រង់ទៅនោះមានម្នាក់ឈ្មោះអង់ដ្រេជាប្អូនស៊ីម៉ូនពេត្រុសមុនដំបូងគាត់រកស៊ីម៉ូនជាបងបង្កើតក៏ប្រាប់ថាយើងបានឃើញព្រះមេស៊ីហើយគឺប្រែថាព្រះគ្រីស្ទរួចគាត់នាំបងទៅឯព្រះយេស៊ូវឯទ្រង់ក៏តតមើលគាត់ហើយមានបន្ទូលថាអ្នកឈ្មោះស៊ីម៉ូនជាកូនយូណាសតែត្រូវហៅថាជាគិផាសវិញគឺប្រែថាថ្មខ្ញុំសប្បាយចិត្តណាស់គឺថាអង់ដ្រេក្នុងចំណោមសិស្សពីរនាក់ដែលដើរតាមព្រះយេស៊ូវនោះគឺមានមួយឈ្មោះអង់ដ្រេគាត់ពេលគាត់បានឃើញព្រះយេស៊ូវចាប់ព្រះយេស៊ូវបានហើយនោះគាត់នៅអត់ស្ងៀមទេគឺគាត់នៅក្នុងចិត្តគាត់គឺឆេះឆួលគាត់នៅមិនស្ងៀមគាត់ត្រូវទៅហៅបងគាត់ឈ្មោះស៊ីម៉ូនគាត់រកបងគាត់ហើយប្រាប់បងគាត់ថាប្រាប់អីគឺប្រាប់ថាយើងបានឃើញព្រះមេស៊ីហើយគឺព្រះដែលព្រះបិតាបានចាក់តាំងមកដើម្បីជួយសង្គ្រោះយើងព្រះសង្គ្រោះយើងនោះយើងបានរកឃើញហើយសូមបងមកបងមើលផ្ទាល់បងមកមើលយើងរកឃើញហើយបងមកមើលមកហើយអង់ដ្រេនឹងក៏នាំបងគាត់ទៅមើលព្រះយេស៊ូវសំខាន់ណាស់បងប្អូនពេលយើងរកព្រះសង្គ្រោះយើងបានហើយយើងមានចិត្តព្រួយបារម្ភសម្រាប់អ្នកដែលយើងស្គាល់ជាបងជាប្អូនជាមីងជាមាមិត្តសម្លាញ់ដែលយើងស្រឡាញ់យើងប្រាប់គេថាយើងរកបានព្រះហើយយើងរកព្រះបានឃើញហើយយើងហៅគេមកអញ្ជើញមកមើលផងហើយពេលព្រះយេស៊ូវឃើញស៊ីម៉ុងមកតើព្រះអង្គមានព្រះបន្ទូលអីថា
ប្រាប់គាត់ថាអ្នកឈ្មោះស៊ីម៉ុងអ្នកឈ្មោះស៊ីម៉ុងឥឡូវនេះឈ្មោះអ្នកឯងខ្ញុំដាក់ឈ្មោះថ្មីគឺឈ្មោះសេផាវិញសេផាមានន័យថាពេត្រុសបារាំងគេហៅភៀរមានន័យថាខ្ញុំដូរឈ្មោះអ្នកឯងទៅជាឈ្មោះជាថ្មហេតុអ្វីចឹងហេតុអ្វីបានជាដូច្នេះស៊ីម៉ុងឬស៊ីម៉ូនខ្លះគេហៅស៊ីមេអុងមានន័យថាព្រះទ្រង់តតឃើញសេចក្តីឈឺចុកចាប់របស់អ្នកឮទេបងប្អូនព្រះអង្គតតឃើញសេចក្តីឈឺចុកចាប់របស់ព្រះទ្រង់ឃើញហើយទ្រង់បានឮទ្រង់បានដឹងហើយព្រះអង្គដូរឈ្មោះនឹងទៅជាថ្មដាវិញគឺថាពេលកន្លងជីវិតរបស់យើងដែលបានបានឈឺចុកចាប់នោះព្រះអង្គផ្លាស់ប្ដូរទៅជាថ្មដាកាលមុនយើងខ្សោយកាលមុនយើងឈឺចុកចាប់ព្រះអង្គប៉ះពាល់យើងព្រះអង្គបញ្ចេញពាក្យមួយជាពាក្យទឹកដែលចេញពីព្រះអស់ទ្រង់ព្រះអង្គដាក់ត្រាថ្មីឲ្យយើងព្រះអង្គផ្លាស់ប្ដូរជីវិតយើងឲ្យយើងទៅជាថ្មដាពេលយើងទុំខ្សោយព្រះអង្គធ្វើឲ្យយើងខ្លាំងតាមកម្លាំងរបស់ទ្រង់ហើយក្នុងពាក្យរបស់ទ្រង់នោះជាពាក្យដែលបង្កើតឲ្យមានជីវិតថ្មីអនាគតថ្មីសេចក្តីសង្ឃឹមថ្មីសម្រាប់យើងដូច្នេះបងប្អូនពេលយើងទៅជួបព្រះយេស៊ូវគ្រាន់តែព្រះអង្គឃើញយើងព្រះអង្គប្រាប់ភ្លាមជីវិតរបស់យើងអ្នកឯងឈ្មោះស៊ីម៉ុនគឺអ្នកឯងមានចុកចាប់ច្រើនណាស់ក្នុងជីវិតអ្នកឯងខ្ញុំស្គាល់អ្នកឯងខ្ញុំផ្លាស់ប្ដូរឈ្មោះអ្នកឯងដើម្បីឲ្យមានសង្ឃឹមថ្មីបងប្អូនពេលយើងទៅជួបព្រះអង្គយើងដឹងថាជីវិតយើងទាំងប៉ុន្មានរហូតដល់ឥឡូវនេះព្រះអង្គទ្រង់ស្គាល់ទាំងអស់ឥតមានអ្វីដែលទ្រង់អត់ជ្រាបទេពេលយើងជួបព្រះអង្គយើងដឹងថាព្រះអង្គទ្រង់មានគោលដៅថ្មីសម្រាប់យើងទ្រង់មានផ្លូវថ្មីសម្រាប់យើងទ្រង់មានសេចក្តីសង្ឃឹមថ្មីសម្រាប់យើងការអស្ចារ្យទេអស្ចារ្យមែនទែនហើយឥឡូវយើងតទៀតខ43ណាលុះដល់ស្អែកឡើងព្រះយេស៊ូវសប្បុរហត្ថីចង់យាងទៅឯស្រុកកាលីលេទ្រង់ក៏រកភីលីបកាលបានឃើញហើយនោះទ្រង់មានព្រះបន្ទូលទៅគាត់ថាចូលតាមខ្ញុំមកអស្ចារ្យណាស់ខ្ញុំសប្បាយចិត្តខ្ញុំពេលអាននឹងគឺថាអូព្រះអង្គហើយខ្ញុំអានព្រះបន្ទូលព្រះអង្គហើយធ្វើឲ្យចិត្តខ្ញុំអូសប្បាយដូចជាបានឃើញមាសពេជ្រចឹងហើយខ្ញុំក៏ចង់ចែកដល់បងប្អូនដែរឲ្យបានភ្លក់ជាមួយនឹងខ្ញុំយើងអានសាដាមលុះដល់ស្អែកឡើងព្រះយេស៊ូវសប្បុរហត្ថីចង់យាងទៅឯស្រុកកាលីលេទ្រង់ក៏រកភីលីបគឺមានន័យថាអ្វីគឺថាបើខ្ញុំបកស្រាយទៅគឺថាព្រះយេស៊ូវទ្រង់មានបំណងចិត្តទ្រង់មានបំណងចិត្តធ្វើអីបំណងចិត្តទៅស្រុកមួយដើម្បីនឹងស្វែងរកភីលីបព្រះអង្គទៅស្រុកនឹងដើម្បីនឹងរកភីលីបហើយព្រះអង្គរកហើយបានឃើញភីលីបហើយព្រះអង្គប្រាប់គាត់ថាចូលតាមខ្ញុំមកព្រះអង្គទៅហៅគាត់អត់ដែលស្គាល់ព្រះអង្គទេអត់ដែលឃើញមុខមាត់ព្រះអង្គប៉ុន្តែព្រះអង្គសប្បុរហត្ថីមានន័យថាព្រះអង្គមានបំណងចិត្តព្រះអង្គមានគោលដៅមួយទៅឯស្រុកនឹងដើម្បីទៅជួបគាត់ពីព្រោះព្រះអង្គស្គាល់គាត់មុនគាត់អត់ដែលស្គាល់ព្រះអង្គគឺព្រះអង្គស្វែងរកគាត់ហើយព្រះអង្គទៅដើម្បីរកគាត់ហើយព្រះអង្គរកគាត់ឃើញពេលរកគាត់ឃើញព្រះអង្គថាចូលអ្នកមកឲ្យខ្ញុំមកអ្នកតាមខ្ញុំមកព្រះអង្គអើយបងប្អូនអើយក្នុងព្រះគម្ពីរបានចែងទុកមកថាព្រះស្វែងរកយើងមុនដែលយើងមានចិត្តគិតគូរពីព្រះអង្គគឺសេចក្តីស្រឡាញ់របស់ទ្រង់
ធ្វើឲ្យទ្រង់ស្វែងរកយើងហើយទ្រង់បានកត់កំណត់ពេលណាមួយយើងហើយទ្រង់ជួបគ្នាពីព្រោះទ្រង់ជាងមកស្វែងយើងស្វែងរកយើងហើយទ្រង់ឃើញយើងកំពុងតែបងប្អូនស្ដាប់មេសាសរបស់ខ្ញុំនេះគឺបងប្អូនមានចិត្តព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការនៅក្នុងចិត្តរបស់បងប្អូនដឹងថានេះជាពេលវេលាដែលព្រះបានកំណត់ដើម្បីបងប្អូនជួបនឹងទ្រង់ពាក្យដែលបងប្អូនឮនេះធ្វើឲ្យចិត្តបងប្អូនរំជួលពីព្រោះបងប្អូនដឹងថាជាព្រះវិញ្ញាណនៃព្រះដែលកំពុងមានប្រាប់បន្ទូលដល់បងប្អូនថានេះហើយជាពេលវេលាដែលព្រះចង់ជួបនឹងបងប្អូនសូមបងប្អូនបើកចិត្តទទួលព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះទៅព្រះបងប្អូនឮទេព្រះអង្គប្រាប់បងប្អូនថាចូលតាមខ្ញុំមកខ្ញុំជាព្រះតាមខ្ញុំមកហើយតើហ្វីលីបគាត់ធ្វើអីពេលគាត់ឮព្រះអង្គមានព្រះបន្ទូលដូច្នេះគាត់ទៅតាមព្រះអង្គមែនពីព្រោះព្រះបន្ទូលព្រះអង្គគ្រាន់តែពីរបីម៉ាត់របស់ព្រះអង្គនឹងចូលតាមខ្ញុំមកគាត់ដឹងថានឹងហើយជាព្រះបន្ទូលជីវិតពេលគាត់ឮពាក្យនឹងគាត់ទ្រាំមិនបានរឹងទៅតឹងមិនបានពីព្រោះជាសំឡេងរបស់ព្រះពីព្រោះជាខ្សែទាញនៃសេចក្តីស្រឡាញ់របស់ព្រះទាញចិត្តគាត់ហើយគាត់តាមព្រះអង្គអស់មួយជីវិតរបស់គាត់ពីព្រោះព្រះបានរកគាត់ឃើញហើយគាត់រកបានព្រះឃើញទាំងពីរនាក់នឹងរកគ្នាឃើញជាប់គ្នាមួយជីវិតហើយតើមានកើតអ្វីដល់ហ្វីលីបពេលក្រោយឡើងយើងអាន44ឯហ្វីលីបនេះគាត់នៅបេតសាយដាជាទីក្រុងរបស់អង់ដ្រេនិងពេត្រុសហ្វីលីបក៏រកណាថាណែលរួចប្រាប់ថាយើងបានឃើញព្រះអង្គនោះហើយគឺជាព្រះដែលលោកម៉ូសេបានតែងទុកពីទ្រង់នៅក្នុងក្រឹត្យវិន័យហើយពួកហោរាក៏បានទាយពីទ្រង់ផងទ្រង់ព្រះនាមជាព្រះយេស៊ូវជាបុត្រយូសែបនៅភូមិណាសារ៉េតតើហ្វីលីបគាត់ធ្វើអីពេលព្រះអង្គបានចាប់ចិត្តគាត់ហើយព្រះអង្គសេចក្តីស្រឡាញ់របស់ព្រះអង្គបានចាប់ចិត្តគាត់ហើយតើគាត់ធ្វើអីគាត់ទៅរកមិត្តភក្តិសម្លាញ់របស់គាត់ដែលឈ្មោះណាតាណែលដូចជាអង់ដ្រេចឹងអង់ដ្រេពេលគាត់បានជួបព្រះយេស៊ូវហើយគាត់ទៅរកបងគាត់បងអើយមកមើលព្រះយេស៊ូវយើងរកបានឃើញហើយព្រះពិតហើយហ្វីលីបចឹងដែរពេលព្រះយេស៊ូវបានចាប់ចិត្តគាត់ហើយគាត់រត់ទៅរកមិត្តភក្តិស្និទ្ធរបស់គាត់ថាមកយើងបានរកព្រះដ៏ពិតហើយព្រះដែលព្រះបិតាបានសន្យាមកដើម្បីជួយសង្គ្រោះយើងលួសយើងចេញពីបាបយើងរកព្រះនឹងឃើញហើយជួនឯងមកមើលមើលហើយតាណាតាណែលឆ្លើយថាម៉េចមិត្តភក្តិគាត់ណាតាណែលខ46ណាតាណែលនិយាយថាតើមានអ្វីដ៏ល្អអាចចេញពីណាសារ៉េតមកបានឬទេហ្វីលីបឆ្លើយឡើងថាចូលតាមខ្ញុំទៅមើលចុះបងប្អូនយើងមិនបាច់យើងពិបាកនឹងធ្វើឲ្យមនុស្សមួយជឿយើងមិនអាចបង្ខំឲ្យគាត់ជឿបានទេប៉ុន្តែយើងគ្រាន់តែអាចប្រាប់ថាយើងបានជួបព្រះដ៏ពិតហើយសូមបងសូមអូនអញ្ជើញមកមើលផ្ទាល់ភ្នែកខ្លួនសូមបងប្អូនអញ្ជើញមកមើលហើយសាក់លបងមើលតើព្រះពិតឬមិនមែនហើយណាត់តែនេះណាត់តាណែលនេះគាត់មិនជឿទេគាត់ថាមិនជឿទេគ្មានអ្វីល្អទេមកពីកន្លែងមកខ្ញុំមិនជឿថាជាព្រះពិតទេប៉ុន្តែគាត់សុខចិត្តមកដែរដូច្នេះគាត់មកហើយមើលខ47ព្រះយេស៊ូវទ្រង់ឃើញណាថាណែលមកឯទ្រង់ក៏មានបន្ទូលពីគាត់ថានោះណជាសាសអ៊ីស្រាអែលពិតមែនដែលឥតមានចិត្តឲ្យអោបាយនោះនេះជាជីវិតដ៏នៅអស់កលជានិច្ចគឺឲ្យគេបានស្គាល់ដល់ទ្រង់
ដ៏ជាព្រះពិតតែមួយទី1និងព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានចាត់ឲ្យមកផងយើងសូត្រជាមួយគ្នាបានទេនេះជាជីវិតដ៏នៅអស់កលជានិច្ចគឺឲ្យគេបានស្គាល់ទ្រង់ដ៏ជាព្រះពិតតែមួយគឺព្រះបិតានិងព្រះយេស៊ូវគ្រីស្ទព្រះបិតាមួយនិងព្រះយេស៊ូវគ្រីស្ទដែលជាព្រះរាជបុត្រាដែលព្រះទ្រង់បានចាត់មកផងនឹងហើយជាជីវិតអស់កលជានិច្ចពេលយើងស្គាល់ព្រះយេស៊ូវគ្រីស្ទពេលយើងស្គាល់ព្រះបិតាហើយស្គាល់ព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះរបស់យើងនឹងហើយជាជីវិតអស់កលជានិច្ចស្គាល់ព្រះបិតាស្គាល់ព្រះយេស៊ូវគ្រីស្ទនឹងហើយជាជីវិតអស់កលជានិច្ចសូមបងប្អូនរៀនហើយសូត្រខនឹងយូហានចំពុក17ខ3នេះជាជីវិតដ៏នៅអស់កលជានិច្ចគឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះដ៏ពិតតែមួយនិងព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានចាត់មកផងខ្ញុំសូមអរគុណសូមអរព្រះបន្ទូលព្រះអង្គចាក់នៅក្នុងចាក់ចូលទៅក្នុងចិត្តរបស់បងប្អូនហើយឲ្យបានបង្កើតឲ្យមានជីវិតពេញឡើងតាមព្រះវិញ្ញាណបរិ